ពីណាមជីងរហូតដល់3ជីងអ្នកទិញឆ្លាតមិនដល់អ្នកលក់ឡើយក្នុងការទិញទំនិញត្រូវប្រៀបធៀបតម្លៃឲ្យបានយ៉ាងតិច3ហាងនេះមិនត្រឹមតែជាគោលការណ៍ទិញរបស់មនុស្សធម្មតាឬគ្រួសារទូទៅទេសូម្បីតែអង្គភាពជាច្រើនក៏ប្រកាន់យកធ្វើជាគោលការណ៍សម្រាប់បដិបត្តិដែរការប្រៀបធៀបតម្លៃជាច្រើនហាងគឺដើម្បីការពារកុំឲ្យត្រូវអ្នកលក់យកចំណេញច្រើនពេកប៉ុន្តែមានរឿងមួយចំនួនដែលត្រូវឆ្វេងយល់ជាមុនសិនគឺមិនថាអ្នកទិញឆ្លាតប៉ុណ្ណាពូកែប្រៀបធៀបតម្លៃកម្រិតណាតថ្លៃបានថោកប៉ុណ្ណានោះទេពេលដែលសម្រេចចិត្តទិញហើយនោះមិនមែនមានន័យថាការតថ្លៃរបស់អ្នកទិញនឹងទទួលបានជោគជ័យនោះឡើយប៉ុន្តែដោយសារតែអ្នកលក់គណនាតម្លៃនៅលើក្បាច់គិតលេខហើយឃើញថាមានកម្រៃទើបយល់ព្រមលក់ឲ្យទោះជាអ្នកទិញឆ្លាតប៉ុណ្ណាក៏ឆ្លាតមិនដល់អ្នកលក់ដែរព្រោះគ្មានអ្នកលក់ណាម្នាក់ព្រមលក់ខាតដើមទេដូចជាសុភាសិតដែលថាអាជីវកម្មដែលខាតដើមគ្មានអ្នកណាគេធ្វើទេប៉ុន្តែបើអាជីវកម្មកាត់ក្បាលមនុស្សនឹងមានអ្នកធ្វើព្រោះថាកាលបើកាត់ក្បាលមនុស្សហើយមានកម្រៃនោះនឹងមានមនុស្សចង់ធ្វើច្រើនជាងធ្វើអាជីវកម្មដែលខាតដើមបើអ្នកណាជឿថាអ្នកលក់ទំនិញឡាយលងនឹងបញ្ចុះតម្លៃរហូតដល់ខាតដើមពិតមែននោះម្នាក់នោះហាក់ដូចជាល្ងងពេកហើយ